សួស្តីហ្វេនៗទាំងអស់គ្នាថ្ងៃនេះវិលមកជួប admin ជាថ្មីម្ដងទៀតហើយនៅសាច់រឿងនិស្ស័យស្នេហ៍វាសនាកំណត់ភាគទី 4B ដែលជាភាគបន្តមុននឹងចូលទស្សនាសូមកុំភ្លេចជួយចុច Subscribe Channel admin ម្នាក់មួយផងណាផ្ដើមសាច់រឿងដំបូងក្រឡេកមកមើលអ្នកគ្រូពេទ្យលៀងវិញពេលនោះដែរនាងក៏បានឃើញមនុស្សម្នាកំពុងតែចោមរួមមើលយ៉ាងខ្លាំងភ្លាមនោះនាងក៏បានឃើញតួស្រីរបស់យើងដែលធ្វើឲ្យនាងក៏ស្រែកហៅឈ្មោះតួស្រីយើងថាយីសៀវរំពេចនោះស្រាប់តែតួស្រីរបស់យើងនាងក៏បែរក្រោយឃើញគ្រូពេទ្យលៀងផងដែរដែលជាហេតុធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្របពេលនោះដែរគ្រូពេទ្យលៀងនិងក្មេងៗបានរត់សម្ដៅមកកាន់តួស្រីរបស់យើងហើយក្មេងៗទាំងនោះគេក៏បានហៅតួស្រីយើងថាអ្នកគ្រូប៉ុន្តែតួស្រីរបស់យើងនាងពុំបានចងចាំពួកគេនោះទេដោយឃើញថាតួស្រីរបស់យើងនាងពុំមានការចងចាំនោះទេពេលនោះដែរក្មេងៗទាំងនោះពួកគេក៏បានព្យាយាមប្រាប់ឈ្មោះរបស់ពួកគេម្ដងម្នាក់ទៅកាន់តួស្រីក្រែងលោតួស្រីរបស់យើងមានការចងចាំឡើងវិញបានខ្លះតែទោះបីជាពួកគេព្យាយាមនិយាយប្រាប់ឈ្មោះក៏ដូចជានិយាយពីរឿងរ៉ាវយ៉ាងណាក៏ដោយក៏តួស្រីរបស់យើងនាងពុំអាចចងចាំអ្វីបាននោះដែរដោយឃើញហេតុការណ៍បែបនេះតួប្រុសរបស់យើងគេក៏បានដើរសម្ដៅក្មេងៗទាំងនោះដែលជាហេតុធ្វើឲ្យគ្រូពេទ្យលីងនិងអ្នកបម្រើរបស់នាងមានការភ័យខ្លាចយ៉ាងខ្លាំងពេលនោះដែរតួប្រុសរបស់យើងក៏បាននិយាយទៅកាន់ក្មេងៗទាំងនោះថាអ្នកទាំងអស់គ្នាពួកឯងធ្វើដំណើរមកឆ្ងាយអស់កម្លាំងហើយមើលទៅដូច្នេះពួកឯងទៅសម្រាកនៅដំណាក់យើងសិនទៅហើយចាំនិយាយគ្នានៅទីនោះបន្តទៀតក្នុងគ្រានោះដែរតួប្រុសរបស់យើងក៏បាននិយាយទៅកាន់អ្នកគ្រូពេទ្យលីងថានាងក៏ដូចគ្នាដែរនាំគ្នាទៅសម្រាកនៅដំណាក់ខ្ញុំសិនទៅគ្រាន់តែឮបែបនេះគ្រូពេទ្យលីងនាងមិនហ៊ានប្រកែកអ្វីនោះទេហើយនាងក៏មានការផិតភ័យផងដែរក្នុងពេលនោះដែរយើងក៏ឃើញមានក្រុមឃាតករមួយក្រុមពួកគេក៏បានលួចមើលតួស្រីនិងតួប្រុសរបស់យើងផងដែរប៉ុន្តែពួកគេមិនបានដឹងថាកូនចៅរបស់តួប្រុសកំពុងតែឃ្លាំមើលពួកគេផងដែរនោះទេកាត់មកមើលដំណាក់តួប្រុសយើងវិញដោយសារតែតួស្រីរបស់យើងនាងមិនបានទទួលស្គាល់ក្មេងៗទាំងនោះថាជាកូនសិស្សរបស់នាងនោះទេដែលជាហេតុធ្វើឲ្យក្មេងៗទាំងនោះពួកគេនាំគ្នាយំយ៉ាងខ្លាំងពេលនោះដែរគ្រូពេទ្យលីងបានព្យាយាមលួងលោមពួកគេដែលប្រាប់ពួកគេថាតួស្រីរបស់យើងនាងបានជួបឧបទ្ទវហេតុដែលជាហេតុធ្វើឲ្យនាងបាត់ការចងចាំទើបនាងមិនអាចចងចាំថាពួកគេជាអ្នកណាឲ្យប្រកបពេលនោះដែរតួស្រីរបស់យើងក៏បានសួរទៅកាន់ក្មេងៗទាំងនោះថាពួកឯងថាយើងជាគ្រូរបស់ពួកឯងតើពួកឯងមានអ្វីដែលជាផុសតាងដែរឬទេគ្រានោះដែរក្មេងៗទាំងនោះពួកគេបាននាំគ្នាក្រវិកក្បាលហើយពួកគេបាននិយាយថាពួកគេពុំមានផុសតាងអ្វីបញ្ជាក់ថាពួកគេជាកូនសិស្សរបស់តួស្រីបាននោះទេភ្លាមនោះគ្រូពេទ្យលីងក៏បានចូលទៅសួរតួស្រីរបស់យើងថាតើនាងពិតជាយល់ថាក្មេងៗទាំងនេះពួកគេកំពុងតែនិយាយកុហកនាងតាមមែនទេប៉ុន្តែតួស្រីរបស់យើងនាងមិនបានឆ្លើយតបអ្វីនោះទេហើយនាងបំរុងនឹងដើរចេញទៅក្រៅតែត្រូវក្មេងៗទាំងនោះព្យាយាមឃាត់ហើយពួកគេក៏បាននិយាយបន្តទៅកាន់តួស្រីយើងថាអ្នកគ្រូពេលដែលអ្នកគ្រូចេញទៅក្រៅពួកខ្ញុំទាំងអស់គ្នាតែងតែរងចាំផ្លូវអ្នកគ្រូនៅផ្ទះរហូតបើសិនបើអ្នកគ្រូមិនជឿទេអ្នកគ្រូអាចសួរបងប្រុសនិងហ្វៃបានពេលនោះដែរតួស្រីរបស់យើងក៏បានប្រាប់ទៅកាន់ក្មេងៗទាំងនោះថានាងមិនបានស្គាល់ថានឹងហ្វៃនឹងគឺជាអ្នកណានោះទេដែលជាហេតុធ្វើឲ្យក្មេងៗទាំងនោះអស់សង្ឃឹមខ្លាំងមែនទែនហើយតួស្រីរបស់យើងនាងក៏បាននិយាយទៅកាន់គ្រូពេទ្យលីងថាអ្នកគ្រូពេទ្យលីងសូមអ្នកគ្រូជួយបញ្ជូនក្មេងៗទាំងនេះទៅកាន់ទីកន្លែងរបស់ពួកគេវិញទៅនិយាយរួចតួស្រីរបស់យើងបំរុងដើរចេញទៅក្រៅស្រាប់តែពេលនោះដែរតួប្រុសរបស់យើងក៏បានដើរចូលមកដល់ហើយតួប្រុសរបស់យើងក៏បានសួរទៅកាន់តួស្រីថាតើនាងចង់បញ្ជូនក្មេងៗទាំងនេះឲ្យពួកគេទៅនៅទីណានៅទីនេះគឺជាដំណាក់របស់ខ្ញុំតើវាគឺជាកន្លែងដែលមិនស័ក្តិសមឲ្យក្មេងៗទាំងនេះរស់នៅបានតើមែនទេហើយតួប្រុសក៏បានបន្តនិយាយទៅកាន់ក្មេងៗទាំងនោះថាពួកឯងកុំខ្លាចអីនាងគឺជាមនុស្សដែលគ្មានបេះដូងនោះទេបើសិនបើនាងមិនទទួលស្គាល់ពួកឯងនោះទេអញ្ចឹងពួកឯងអាចធ្វើជាកូនសិស្សរបស់ខ្ញុំបានក្មេងៗទាំងនោះក៏បានស្ដីបន្ទោសឲ្យតួប្រុសយើងថាខ្ញុំមិនអនុញ្ញាតឲ្យលោកនិយាយអាក្រក់ពីអ្នកគ្រូរបស់ខ្ញុំនោះទេដោយលើបែបនេះតួស្រីរបស់យើងនាងក៏បានសម្លឹងមើលមុខក្មេងៗទាំងនោះផងដែរស្រាប់តែពេលនោះសម្លេងកោពស់របស់ក្មេងៗទាំងនោះក៏បានបន្លឺឡើងដែលជាហេតុបញ្ជាក់ច្បាស់ថាពួកគេឃ្លានអាហារយ៉ាងខ្លាំងដោយសារតែពួកគេមិនទាន់បានញ៉ាំអ្វីនោះទេពេលនោះដែរតួប្រុសរបស់យើងក៏បាននិយាយទៅកាន់ក្មេងៗទាំងនោះថាពួកឯងប្រហែលជាឃ្លានខ្លាំងណាស់ហើយមើលទៅព្រោះតែពួកឯងមិនទាន់បានញ៉ាំអ្វីនោះទេអញ្ចឹងនាំគ្នាទៅរកអីញ៉ាំសិនទៅរំពេចនោះដែរតួស្រីរបស់យើងក៏បានដើរចេញទៅក្រៅហើយក្មេងៗទាំងនោះក៏បានដើរតាមតួស្រីរបស់យើងផងដែរកាត់មកមើលតុអាហារវិញពេលនោះដែររងយ៉ាវគេក៏បានរៀបរាប់មុខម្ហូបទាំងអស់នោះប្រាប់ដល់អ្នករាល់គ្នាថាមុខម្ហូបទាំងអស់នេះគឺជាម្ហូបដែលល្បីប្រចាំទីក្រុងយូជីងពេលនោះដែរតួប្រុសរបស់យើងក៏បានប្រាប់ទៅកាន់រងយ៉ាវថាឯងហាក់ដូចជាស្គាល់មុខម្ហូបទាំងអស់នេះច្បាស់ខ្លាំងណាស់ហើយតួប្រុសរបស់យើងក៏បានបន្តប្រាប់ដល់អ្នករាល់គ្នាថាឲ្យពួកគេនាំគ្នាហូបទៅកុំខ្មាស់អៀនអីចាត់ទុកថាទីនេះគឺជាផ្ទះរបស់ពួកគេទៅចុះស្របពេលនោះដែរក្មេងៗទាំងនោះក៏បានចាប់មុខម្ហូបបំរុងដាក់ចូលទៅក្នុងចានតួស្រីតែត្រូវតួស្រីបដិសេធហើយក៏បាននិយាយទៅកាន់ពួកគេថាឲ្យពួកគេញ៉ាំឲ្យលឿនទៅនឹងអាចចាក់ចេញពីទីនេះ
ក្មេងៗទាំងនោះស្ដាប់ហើយពួកគេក៏មិនបានឆ្លើយតបអ្វីនោះដែររំពេចនោះស្រាប់តែរងយ៉ាវបានលើកពេនស្រាលឡើងដើម្បីអបអរការវិលត្រឡប់មកវិញរបស់ព្រះអង្គម្ចាស់ហ្វុងស៊ុយកើហើយគេក៏បានជូនពរឲ្យតួស្រីនិងតួប្រុសរបស់យើងមានសុភមង្គលនឹងគ្នាផងដែរពេលនោះដែរតួស្រីរបស់យើងក៏បានថាឲ្យរងយ៉ាវថាបើលោកនិយាយបែបនេះម្ដងទៀតខ្ញុំនឹងកាត់អណ្ដាតរបស់លោកចោលដែលជាហេតុធ្វើឲ្យរងយ៉ាវគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគេក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់ហ្វុងស៊ុយកើថាតើនាងកំពុងតែនិយាយអំពីរឿងអ្វីតើនាងមិនមែនជាស្នំឯករបស់ព្រះអង្គម្ចាស់ហ្វុងស៊ុយកើតើមែនទេដល់ឃើញតួប្រុសមិនបាននិយាយអ្វីពេលនោះដែររងយ៉ាវគេក៏បានយល់សៃការថាអ្នកទាំងពីរមិនមែនជាគូស្នេហ៍នឹងគ្នានោះទេហើយគេក៏បានអុកកាឡាតួស្រីរបស់យើងដោយគេបានដើរទៅចាក់ស្រាឲ្យតួស្រីរបស់យើងនិងសុំនាងជួលផងដែរប៉ុន្តែតួស្រីរបស់យើងនេះមិនបានខ្វល់ពីរងយ៉ាវនោះទេនាងបែរជាលើកប៉ាន់ស្រាផឹកធ្វើប្រងើយទៅវិញដែលជាហេតុធ្វើឲ្យរងយ៉ាវគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគេក៏បាននិយាយទៅកាន់រងយ៉ាវយើងថានាងគឺជានារីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់បើនាងមិនយល់ទាស់ទេនាងអាចទៅស្នាក់នៅដំណាក់ខ្ញុំបានខ្ញុំនឹងមើលថែនាងឲ្យបានល្អនិងអ្នករាល់គ្នាផងដែរហើយខ្ញុំក៏មិនមែនជាមនុស្សដែលប្រកាន់ច្រើននោះដែរមិនដូចជាព្រះអង្គម្ចាស់ហ្វុងស៊ុយកើនោះទេទ្រង់គឺជាមនុស្សស្ងប់ស្ងាត់សក់កក្រក់ខ្លាំងណាស់ពេលនោះដែរតួស្រីរបស់យើងក៏បានឆ្លើយតបទៅកាន់រងយ៉ាវថាខ្ញុំពិតជាចូលចិត្តទីនេះខ្លាំងណាស់គឺវាមានសុវត្ថិភាពនិងក្តីសុខសម្រាប់ខ្ញុំគ្រាន់តែឮតួស្រីរបស់យើងឆ្លើយបែបនេះភ្លាមនោះតួប្រុសរបស់យើងក៏មានការរំភើបក្នុងចិត្តផងដែរក្រោយពីត្រូវតួស្រីរបស់យើងបដិសេធពេលនោះដែររងយ៉ាវគេក៏បានទៅអុសកូឡាអ្នកគ្រូពេទ្យលីងទៅវិញដោយសួរទៅកាន់អ្នកគ្រូពេទ្យលីងថាចុះនាងវិញព្រមទៅស្នាក់នៅក្នុងដំណាក់របស់ខ្ញុំដែរទេពេលនោះដែរតួប្រុសរបស់យើងក៏បានសួរទៅកាន់រងយ៉ាវថាតើឯងស្គាល់ថានាងជាអ្នកណាដែរឬទេតែរងយ៉ាវមិនបាននិយាយអ្វីនោះទេហើយតួប្រុសរបស់យើងគេក៏បានបន្តទៀតថានាងគឺជាអ្នកគ្រូពេទ្យលីងដែលមានជំនាញព្យាបាលជំងឺនៅក្នុងភូមិគ្រឹះលីងគ្រាន់តែលើកបែបនេះភ្លាមរងយ៉ាវគេមានការកោតសរសើរទៅដល់អ្នកគ្រូពេទ្យលីងយ៉ាងខ្លាំងថាគេក៏ធ្លាប់ឮពីភាពល្បីល្បាញរបស់អ្នកគ្រូពេទ្យលីងផងដែរពេលនោះដែរតួប្រុសរបស់យើងក៏បានលើកពេនស្រាឡើងដើម្បីអរគុណដល់អ្នកគ្រូពេទ្យលីងដែលបានផ្ដល់កន្លែងស្នាក់នៅឲ្យទ្រង់និងតួស្រីព្រមទាំងបានព្យាបាលអ្នកទាំងពីរផងដែរហើយគ្រូពេទ្យលីងក៏បានលើកពេនស្រាជូនតួប្រុសយើងវិញផងដែរដល់គឺបែបនេះតួស្រីរបស់យើងនាងក៏បាននិយាយថាខ្ញុំឆ្អែតហើយខ្ញុំទៅសម្រាកមុនហើយនិយាយរួចនាងក៏បានដើរចេញបាត់ទៅធ្វើឲ្យក្មេងៗទាំងនោះព្រមទាំងអ្នកគ្រូពេទ្យលីងក៏បានសុំលាតួប្រុសរបស់យើងទៅតាមតួស្រីផងដែរពេលដែលតួស្រីនិងអ្នកគ្រូពេទ្យលីងចូលសម្រាប់បាត់ទៅពេលនោះដែររងយ៉ាវគេក៏បាននិយាយទៅកាន់តួប្រុសថាហេតុអីបានជាទ្រង់មិនព្រមខាត់ពួកនាងអញ្ចឹងដឹងទេថាខ្ញុំចំណាយប្រាក់អស់ច្រើនប៉ុណ្ណាដើម្បីរៀបចំម្ហូបអាហារទាំងនេះសម្រាប់ពួកនាងតួប្រុសរបស់យើងក៏បានឆ្លើយតបទៅកាន់រងយ៉ាវថាឯងកុំបារម្ភអីខ្ញុំនឹងហូបម្ហូបទាំងអស់នេះឲ្យអស់មិនឲ្យឯងខកបំណងនោះទេកាត់មកមើលខាងតួស្រីនិងអ្នកគ្រូពេទ្យលីងយើងវិញពេលនោះដែរគ្រូពេទ្យលីងក៏បាននិយាយទៅកាន់តួស្រីថាខ្ញុំបានជួបក្មេងៗទាំងនេះនៅក្នុងដំណាក់ថ្នាំព្រោះតែពួកគេបានស្វែងរកនាងហើយខ្ញុំគិតថាពួកគេពុំបានកុហកបោកប្រាស់នោះទេឬមួយក៏នាងសង្ស័យថាមាននរណាម្នាក់រៀបចំឲ្យក្មេងៗទាំងនេះចូលមកជិតខ្លួននាងដើម្បីតែស៊ើបការសម្ងាត់ពីនាងតើមែនទេគ្រានោះដែរតួស្រីរបស់យើងក៏បានសួរទៅកាន់គ្រូពេទ្យលីងថាហេតុអ្វីបានជានាងមកទីនេះឬមួយក៏នាងជាប៉ាពូរបស់ក្មេងៗទាំងនោះដែរពេលនោះដែរគ្រូពេទ្យលីងក៏បានឆ្លើយតបទៅកាន់តួស្រីយើងថាខ្ញុំមកទីនេះក៏ព្រោះតែខ្ញុំនឹកនាងខ្លាំងពេកនិងបារម្ភពីសុខទុក្ខរបស់នាងហើយមួយវិញទៀតក៏ព្រោះតែខ្ញុំចង់បំពេញបំណងរបស់ក្មេងៗទាំងនោះផងដែរក្នុងការស្វែងរកនាងតែនាងបែរជាសង្ស័យថាខ្ញុំខុបខិតជាមួយជនក្បត់ទៅវិញនិយាយរួចគ្រូពេទ្យលីងបំរុងនឹងដើរចេញទៅតែត្រូវតួស្រីរបស់យើងនិយាយថាហេតុអ្វីបានជានាងខ្លាចព្រះអង្គម្ចាស់ហ្វុងស៊ុយកើយ៉ាងនេះគ្រូពេទ្យលីងក៏បានឆ្លើយតបទៅកាន់តួស្រីយើងថាវាមិនមែនជារឿងរបស់នាងនោះទេតួស្រីរបស់យើងក៏បាននិយាយវិញថាខ្ញុំបានឃើញខ្សែភ្នែករបស់នាងមានការភ័យខ្លាចណាស់ពេលដែលនាងបានជួបជាមួយនឹងព្រះអង្គម្ចាស់ហ្វុងស៊ុយកើពេលនោះដែរគ្រូពេទ្យលីងក៏បានស្រមៃឃើញពីរូបភាពដែលតួប្រុសរបស់យើងបានសម្លាប់មនុស្សយ៉ាងច្រើននៅក្នុងបន្ទប់មួយដែលនាងបានលួចមើលផងដែរហើយនាងបាននិយាយប្រាប់តួស្រីយើងថាព្រះអង្គម្ចាស់ហ្វុងស៊ុយកើមិនមែនជាមនុស្សនោះទេគេគឺជាបិសាចដូច្នេះនាងត្រូវតែនៅឲ្យឆ្ងាយពីទ្រង់តួស្រីរបស់យើងក៏បាននិយាយទៅកាន់គ្រូពេទ្យលីងវិញថាខ្ញុំជឿជាក់លើនាងព្រោះការភ័យខ្លាចរបស់នាងបានបង្ហាញឲ្យច្បាស់ថាវាគឺជាការពិតកាត់មកមើលរងយ៉ាវនិងតួប្រុសយើងវិញពេលនោះដែររងយ៉ាវគេព្យាយាមនិយាយទៅកាន់តួប្រុសយើងថាតួស្រីរបស់យើងគឺជានារីដែលមកពីនគរជីងសៀវដែលជានគរសត្រូវរបស់ទ្រង់ដូច្នេះទ្រង់មិនគួរទុកតួស្រីនៅក្បែរខ្លួននោះទេព្រោះវាអាចមានគ្រោះថ្នាក់ដល់ទ្រង់បានគ្រប់ពេលតួប្រុសរបស់យើងក៏បាននិយាយទៅកាន់រងយ៉ាវថាទ្រង់មិនគិតបែបនេះនោះទេព្រោះមួយរយៈដែលទ្រង់បាននៅក្បែរតួស្រីគឺនាងពុំមានគំនិតចង់សម្លាប់ទ្រង់នោះទេដោយលើបែបនេះរងយ៉ាវគេក៏បាននិយាយប្រាប់តួប្រុសយើងថាព្រះរាជាបានចាត់តាំងឪពុករបស់គេឲ្យទៅការពារនៅព្រំដែនដូច្នេះគេក៏ត្រូវតែអោនដំណើរឪពុករបស់គេផងដែរ
ប៉ុន្តែគេមិនចង់ទៅនោះទេព្រោះតែគេពុំចេះពីក្បួនដឹកនាំទ័ពនៅក្នុងសមរភូមិនោះឡើយតែទោះបីជាយ៉ាងណាក៏ដោយក៏គេមិនអាចបដិសេធបាននោះដែរព្រោះគេគឺជាកូនប្រុសតែម្នាក់គត់ដែលត្រូវស្នងត្រកូលពីឪពុករបស់គេទូប្រុសរបស់យើងបាននិយាយទៅកាន់រងយ៉ាវថាឯងត្រឡប់មកវិញពេលណារងយ៉ាវក៏បានសួរទៅកាន់ទូប្រុសយើងថាតើទ្រង់បារម្ភពីគេមែនទេប៉ុន្តែទូប្រុសបែរជានិយាយថាយើងមិនបានបារម្ភពីឯងនោះទេគឺឲ្យតែឯងទៅឲ្យផុតព្រោះឯងនៅទីនេះគឺរំខានយើងខ្លាំងណាស់រងយ៉ាវគេក៏បាននិយាយទៅកាន់ទូប្រុសយើងថាមិនបានទៅជាអញ្ចឹងទៅវិញគ្រាន់តែទូបង្គំនៅទីនេះសោះហេតុអ្វីបានជារំខានដល់ទ្រង់ទៅវិញគ្រានោះដែរទូប្រុសក៏បានប្រាប់រងយ៉ាវថាឯងយកអាវក្រោះនេះទៅទុកការពារខ្លួនទៅរងយ៉ាវក៏បាននិយាយប្រាប់ទូប្រុសយើងវិញថាតើទ្រង់មានដឹងទេថ្ងៃដែលទ្រង់ចេញទៅធ្វើសង្គ្រាមនោះខ្ញុំបានលួចអាវក្រោះឪពុករបស់ខ្ញុំយកទៅឲ្យទ្រង់ពេលនោះដែលខ្ញុំត្រូវឪពុករបស់ខ្ញុំធ្វើទារុណកម្មយ៉ាងខ្លាំងមិនតែប៉ុណ្ណោះគាត់បានឃុំឃាំងខ្ញុំរហូតដល់3ខែនៅក្នុងបន្ទប់មិនឲ្យចេញទៅក្រៅទៀតផងទូប្រុសក៏បាននិយាយតបវិញថាឯងយកអាវក្រោះនេះទៅវិញទៅព្រោះយើងមិនដែលបានប្រើវានោះទេប៉ុន្តែរងយ៉ាវគេបដិសេធដាច់ខាតថាគេមិនយកអាវក្រោះនោះត្រឡប់ទៅវិញនោះទេគឺគេទុកឲ្យទូប្រុសរបស់យើងប្រើប្រាស់ដើម្បីឲ្យទូប្រុសរបស់យើងជំពាក់គុណរបស់គេរហូតនិយាយរួចគេក៏បានដើរចេញពីទូប្រុសរបស់យើងបាត់ទៅកាត់មកមើលខាងទូស្រីយើងវិញពេលនោះដែរគ្រូពេទ្យលីងបានស្ទង់ជីបចោឲ្យទូស្រីរបស់យើងក្នុងពេលនោះដែរអ្នកបម្រើរបស់គ្រូពេទ្យលីងគេក៏បាននិយាយប្រាប់ទូស្រីយើងថាអ្នកនាងរបស់ខ្ញុំតែងតែរំលឹកពីឈ្មោះរបស់អ្នកនាងរហូតហើយអ្នកនាងមកទីនេះក៏ព្រោះតែអ្នកនាងចង់ស្វែងរកនាងនឹងឯងហេតុអ្វីបានជានាងនិយាយស្ដីធ្វើឲ្យអ្នកនាងរបស់ខ្ញុំមិនសប្បាយចិត្តទៅវិញភ្លាមនោះស្រាប់តែគ្រូពេទ្យលីងនិយាយដៃបំរុងនឹងវាយអ្នកបម្រើរបស់ខ្លួនតែត្រូវអ្នកបម្រើរបស់ខ្លួននិយាយឡើងថាអ្នកនាងហេតុអ្វីបានជាអ្នកនាងកាន់ជើងអ្នកក្រៅទៅវិញតែគ្រូពេទ្យលីងក៏បានឆ្លើយតបទៅកាន់អ្នកបម្រើរបស់ខ្លួនថាអ្នកនាងយីសៀវមិនមែនជាអ្នកក្រៅនោះទេនាងគឺជាបងប្អូនល្អរបស់ខ្ញុំហើយឯងប្រញាប់ទៅយកប្រអប់ថ្នាំឲ្យខ្ញុំមកនឹងឲ្យបានទៅញ៉ាំម្ហូបអាហារជាមួយនឹងគេនិយាយរួចគ្រូពេទ្យលីងក៏បានពិនិត្យដៃតួស្រីរបស់យើងផងដែរហើយនាងបានសួរទៅកាន់តួស្រីយើងថាតើនាងមានការឈឺចុកចាប់នៅត្រង់នេះដែរឬទេតួស្រីរបស់យើងក៏បានឆ្លើយតបទៅកាន់គ្រូពេទ្យលីងថាបើសិនបើនាងប្រើកម្លាំងខ្លាំងគឺមានការឈឺចុកចាប់ប៉ុន្តែបើសិនបើនាងនៅស្ងៀមគឺមិនមានការឈឺចុកចាប់នោះទេគ្រូពេទ្យលីងក៏បាននិយាយតបទៅកាន់តួស្រីយើងថាបើតាមការពិនិត្យរបស់ខ្ញុំឃើញថាដៃរបស់នាងមានការធូរស្រាលច្រើនហើយប៉ុន្តែប្រហែលជាមិនអាចបាញ់ព្រួនបានដូចកាលពីមុននោះទេព្រោះវាត្រូវការរយៈពេលយូរក្នុងការព្យាបាលផងដែរទោះបីជាយ៉ាងណាក៏ដោយខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីព្យាបាលដៃរបស់នាងឲ្យជាសះស្បើយដូចមុនជាមិនខាន